ចំណេញយើងចំណេញប្រាក់ក្នុងប្រមាណមិនតិចជាង$1000,000ឡើងលើតាមរយៈអីតាមរយៈយកសេះដូរសេះយើងអត់មានលុយទេដើម្បីនឹងកសាងអគារចាស់ចាស់របស់យើងកន្លែងខ្លះយកផ្ទះប្រជាជនទេយកធ្វើក្រសួងនោះប៉ុន្តែដោយសារអាដីកន្លែងហ្នឹងវាត្រូវបានអញ្ចឹងទេក៏សំដោះដូរជាមួយនឹងអគារហ្នឹងដីតូចមួយហ្នឹងជាមួយនឹងដី3-4ហិកតាហើយគេធ្វើអគារឲ្យយើងជាក្រសួងទៀតពីមុនថានៅក្រៅក្រុងតែឥឡូវនៅក្នុងក្រុងទាំងអស់នៅក្នុងក្រុងទាំងអស់អញ្ចឹងទេបើយើងពិនិត្យឡើងវិញអំពីអគារដែលដោះដូរទៅខ្ញុំលើកឧទាហរណ៍អគារក្រសួងពាណិជ្ជកម្មនៅជិតការ៉ាអាសង្គមកាត់មកធនាគារការិយាវានៅតែតំណប៉ុន្តែដល់ដូរទៅបានដីប្រហែលហិកតាអគារគេធ្វើឲ្យស្រេចកាលពីមុនវានៅជ័យក្រុងតែឥឡូវវានៅកណ្ដាលក្រុងយើងសួរតើអាហ្នឹងចំណេញបាត់ប្រហែល100លានបើគិតទៅពីថ្លៃដីគិតទៅពីរឿងអគារយើងកាលពេលនោះគេជេរខ្ញុំប៉ុន្តែឥឡូវនេះប្រហែលជាគេយល់ហើយកាលពីពេលមុនយើងអត់មានលុយអញ្ចឹងវិធីសាស្ត្ររបស់យើងយកសេះដូរសេះប៉ុន្តែពេលនោះគេថារឿងចេះរឿងចុះប៉ុន្តែបើគិតឥឡូវនេះជាតម្លៃគឺយើងចំណេញមិនតិចជាង$1000,000មួយទៀតខ្ញុំចង់និយាយពេលដែលខ្ញុំធ្វើអានេះក៏ខុសធ្វើអានោះក៏ខុសបង្កក់បើសិនជាមិនអភិវឌ្ឍបង្កក់សួរថាបង្កក់ពេលនេះទៅជាអីហើយវាគ្រាន់តែជាកន្លែងបញ្ចេញអាដែងអាទឹកស្អុយពេលនោះជេរខ្ញុំមិនតិចទេប៉ុន្តែឥឡូវចេះនាំព្រាលថាស្អាតដែរទីក្រុងភ្នំពេញសម័យដើមពីបុរាណមកគឺជាតំបន់ទឹកលិចទេប៉ុន្តែត្រូវបានសាងសង់ជាបដាដោយសម្ដេចព្រះនរោត្តមសីហនុព្រះអង្គតាំងពីជំនាន់ប្រាំងប៉ុន្តែព្រះអង្គបានសាងសង់សូម្បីតែផ្ទះខ្ញុំនៅមានឯករាជ្យម្ដុំនឹងបឹងថាវាមានឯករាជ្យបឹងថាព្រៃតាកន្លែងនោះប៉ុន្តែការអភិវឌ្ឍមួយវាត្រូវធ្វើអញ្ចឹងចំនួនខ្ញុំហេតុអីបើខ្ញុំធ្វើមិនបានប៉ុន្តែឥឡូវវាហួសនឹងនិយាយហើយតែលើកមុនគេជេរខ្ញុំឥឡូវខ្ញុំលើកពីតំបន់ជួយចង្វានេះតើទុកឲ្យកន្លែងដាំតកួនឬក៏ទៅជាកន្លែងអគារពីដើមកន្លែងនេះកន្លែងដាំតកួនទៅហើយកន្លែងព្រៃតែងទៅអាកន្លែងនោះក្រុងរណបជួយចង្វាគឺពោពេញទៅដោយព្រៃតែងហើយនៅកន្លែងដាំតកួនទេប៉ុន្តែឥឡូវនេះវាទៅជាទីក្រុងមួយហើយប្រជុំខ្នាតអន្តរជាតិខ្ញុំនឹងយកមកប្រជុំកន្លែងនោះប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភាមកប្រជុំនៅកន្លែងនោះ